ជ្រាបសួរអ្នកនរគ្នាសូមជួយចុច follow ម្នាក់មួយផងអរគុណនេះគឺជាថ្ងៃទី9ហើយនៃសង្គ្រាមកម្ពុជាថៃឥឡូវហ្នឹងថៃគឺវាបានប្រកាសបិទឈូងសមុទ្រដើម្បីកុំឲ្យកម្ពុជាយើងនាំទំនិញប្រេងឬក៏សម្ភារៈសំខាន់អីចូលមកដើម្បីធ្វើសង្គ្រាមជាមួយវាណាអញ្ចឹងសំណួរសួរថាបើថៃពិតជាបិទឈូងសមុទ្រថៃមែនតើវាខុសច្បាប់អន្តរជាតិដែរទេកាលពីថ្ងៃអាទិត្យទី14ខែធ្នូឆ្នាំ2025នេះបញ្ជាការយោធាថៃបានចេញបញ្ជាឲ្យបិទផ្លូវសមុទ្រដើម្បីទប់ស្កាត់ប្រេងឥន្ធនៈនិងទំនិញយុទ្ធសាស្ត្រផ្សេងទៀតមិនឲ្យចូលមកកម្ពុជាយ៉ាងណាមិញឈូងសមុទ្រថៃមិនមែនជារបស់ថៃផ្ដាច់មុខទេហើយចំណាត់ការនេះគឺបង្ហាញពីភាពកក្លឿនរបស់ថៃជាមួយប្រទេសដទៃទៀតដែលមានចំណែកនៅក្នុងដែនទឹកនោះផងដែរដូចជាកម្ពុជាវៀតណាមនិងម៉ាឡេស៊ីជាការពិតណាស់ការសម្រេចចិត្តរបស់ថៃក្នុងការបិទដែនទឹកនេះទាំងស្រុងដែលរារាំងការដឹកជញ្ជូនស្បៀងអាហារថ្នាំពេទ្យឬទំនិញស៊ីវិលសំខាន់ផ្សេងទៀតដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលនោះវាអាចត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិបើថៃពិតជាបិទឈូងសមុទ្រទាំងមូលមែននោះថៃនឹងរំលោភលើអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រដែលផ្ដល់សិទ្ធិឲ្យគ្រប់រដ្ឋទាំងអស់មានសេរីភាពក្នុងការធ្វើនាវាចរឆ្លងកាត់ដែនទឹកអន្តរជាតិនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់រដ្ឋដទៃផ្សេងទៀតឈូងសមុទ្រថៃគឺជាដែនទឹកអន្តរជាតិដែលព័ទ្ធជុំវិញដោយប្រទេសចំនួន4មានថៃកម្ពុជាវៀតណាមនិងម៉ាឡេស៊ីដូច្នេះថៃគ្មានសិទ្ធិកំណត់ការធ្វើនាវាចរឬបិទទាំងស្រុងនៅដែនទឹកដែលហួសពីដែនទឹកចម្ងាយ22គីឡូម៉ែត្ររបស់ខ្លួនទេសរុបទៅឈូងសមុទ្រថៃភាគច្រើនគឺជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខឬជាដែនទឹកអន្តរជាតិតាមធម្មតារដ្ឋមួយមិនមានសិទ្ធិបិទទាំងស្រុងនៅការធ្វើនាវាចរក្នុងតំបន់ទាំងនោះទេសូមជម្រាបផងដែរថាឈូងសមុទ្រថៃជាផ្នែកនៃសមុទ្រចិនខាងត្បូងមានផ្ទៃក្រឡាប្រហែល320,000គីឡូម៉ែត្រការ៉េនិងជម្រៅជាមធ្យមប្រហែលជា58ម៉ែត្រអញ្ចឹងសំណួរសួរទៀតថាចុះបើថៃនិងវៀតណាមចាប់ដៃគ្នាបិទច្រកសមុទ្រតើកម្ពុជាអស់ច្រកចេញមែនទេព្រោះថាវៀតណាមនិងកម្ពុជាហើយកម្ពុជានិងថៃក៏មានបញ្ហាចំនួនរ៉ាំរ៉ៃដូចគ្នាដែរអញ្ចឹងនៅក្នុងសេណារីយ៉ូមួយនេះប្រទេសដែលនៅជិតខាងទាំងពីរដូចជាថៃនិងវៀតណាមប្រសិនបើបិទច្រកសមុទ្រមិនឲ្យកម្ពុជាឆ្លងកាត់ដែនទឹកឬដឹកទំនិញចេញចូលនេះគឺជាស្ថានភាពធ្ងន់ធ្ងរមួយនៃផ្នែកភូមិសាស្ត្រនយោបាយទោះជាយ៉ាងណាក៏ដោយកម្ពុជានៅតែមានច្រកចេញនិងវិធីសាស្ត្រមួយចំនួនដើម្បីដោះស្រាយបញ្ហានេះព្រោះកម្ពុជាមិនមែនជាប្រទេសគ្មានដែនសមុទ្រនោះទេបានន័យថា landlocked country ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រនិងផ្លូវទឹកដែលកម្ពុជាអាចប្រើប្រាស់បានទី1គឺប្រើប្រាស់ដែនទឹកអន្តរជាតិត្រង់ចំណុចនេះគឺសំខាន់បំផុតបានន័យថាកម្ពុជាមានឆ្នេរសមុទ្រផ្ទាល់ខ្លួនដែលបើកទៅកាន់ឈូងសមុទ្រថៃហើយមានសិទ្ធិស្របច្បាប់បើយោងទៅតាមច្បាប់អន្តរជាតិប្រទេសថៃនិងវៀតណាមអាចបិទបានតែដែនទឹករបស់ពួកគេប៉ុណ្ណោះដែលមានចម្ងាយ22គីឡូម៉ែត្រពួកគេមិនមានសិទ្ធិបិទផ្លូវទឹកអន្តរជាតិនៅកណ្ដាលឈូងសមុទ្របានទេចំណែកឯការអនុវត្តវិញនាវាដឹកទំនិញធំពីចិនអាមេរិកឬក៏អឺរ៉ុបអាចធ្វើដំណើរវាងចូលកាន់កំពង់ផែព្រះសីហនុបានដោយវាងកាត់កណ្ដាលឈូងសមុទ្រដោយមិនចាំបាច់ចូលកាត់ដែនទឹករបស់ថៃឬក៏វៀតណាមឡើយទី2ប្រជិកហ្វូណនដេជូជាច្រកយុទ្ធសាស្ត្រមួយដែលកំពុងតែស្ថាបនាប្រសិនបើវៀតណាមបិទផ្លូវទឹកតាមទន្លេមេគង្គនោះកំពង់ផែស្វយ័តភ្នំពេញនឹងតាំងដំណើរការភ្លាមនេះជាមូលហេតុដែលគម្រោងប្រជិកហ្វូណនមានសារៈសំខាន់ខ្លាំងទី1គឺឯករាជ្យភាពប្រជិកនេះនឹងអនុញ្ញាតឲ្យការដឹកជញ្ជូនពីភ្នំពេញចេញទៅសមុទ្រនៅខេត្តកែបឬកំពតដោយផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាមឡើយទី2គឺការតភ្ជាប់វានឹងភ្ជាប់ប្រព័ន្ធទន្លេទៅនឹងកំពង់ផែសមុទ្ររបស់ខ្មែរដោយផ្ទាល់តែម្ដងចំណុចទី3គឺការពង្រឹងសមត្ថភាពកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុប្រសិនបើច្រកសមុទ្រត្រូវបានបិទកម្ពុជាត្រូវបង្វែរការដឹកជញ្ជូនទាំងអស់មកច្រកសមុទ្រវិញកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាច្រកដង្ហើមសេដ្ឋកិច្ចដែលមិនពឹងផ្អែកលើប្រទេសជិតខាងកម្ពុជាកំពុងពង្រីកកំពង់ផែនេះឲ្យទៅជាកំពង់ផែទឹកជ្រៅដើម្បីឲ្យនាវាធំពីមហាសមុទ្រអាចចូលចតបានដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែវៀតណាមឬក៏ថៃឡើយទី4កំពង់ផែរណបថ្មី
កម្ពុជាមិនអាចពឹងផ្អែកលើកំពង់ផែមួយបានទេអញ្ចឹងកម្ពុជាគឺមានកំពង់ផែតារាសាគរមួយទៀតគឺនៅកោះកុងមានសមត្ថភាពទទួលយកយន្តហោះនិងនាវាបើទោះបីជាស្ថិតនៅជិតដីថៃក៏តែវាគឺនៅក្នុងទឹកដីកម្ពុជាដែលអាចចេញទៅដែនទឹកអន្តរជាតិបានមួយទៀតគឺកំពង់ផែទឹកជ្រៅកំពតកំពុងតែអភិវឌ្ឍដើម្បីគ្រប់គ្រងដល់ការដឹកជញ្ជូនទំនិញបន្ថែមក្រៅពីក្រុងព្រះសីហនុចំណែកទី5វិញគឺការអន្តរាគមន៍ពីមហាអំណាចនិងច្បាប់អន្តរជាតិបើសិនបើការបិទផ្លូវសមុទ្រទាំងស្រុងត្រូវបានគេចាត់ទុកថាជាសកម្មភាពនៃសង្គ្រាមបើសិនបើប្រទេសទាំងពីរគឺវៀតណាមនិងថៃនឹងពិតជាបានបិទមិនឲ្យនាវាចរអន្តរជាតិចូលកម្ពុជាវាមិនមែនប៉ះពាល់តែខ្មែរទេតែវាប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនអាមេរិកជប៉ុនដែលត្រូវដឹកទំនិញចេញចូលកម្ពុជាផងដែរកម្ពុជានឹងគឺអាចស្នើសុំក្បួនការពារពីប្រទេសសម្ព័ន្ធមិត្តដើម្បីការពារនាវាដឹកទំនិញក្នុងដែនទឹកអន្តរជាតិអញ្ចឹងសរុបមកបើទោះបីជាបិទច្រកសមុទ្ររបស់គេថៃហើយនិងវៀតណាមគេចាប់ដៃគ្នាណាបិទច្រកសមុទ្ររបស់គេទាំងពីរហ្នឹងកម្ពុជាគឺនៅតែអាចប្រើប្រាស់បានគឺច្រករបៀងកណ្ដាលនៃឈូងសមុទ្រថៃដើម្បីចេញទៅសមុទ្រចិនខាងត្បូងបានប្រឈមនឹងបញ្ហាតែមួយគត់គឺប្រសិនបើគេបិទច្រកទន្លេមេគង្គនៅខាងវៀតណាមនោះកម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើផ្លូវដែកនិងផ្លូវល្បឿនលឿនដើម្បីដឹកទំនិញពីភ្នំពេញទៅកំពង់ផែសមុទ្ររហូតដល់ព្រែកជីកគូណននឹងសាងសង់រួចរាល់បាទអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ដល់ចប់ប្រសិនបើមានការលើសលួសខ្វះខាតត្រង់ចំណុចណាក៏សូមអធិស្ឋាននិងជួយបញ្ចេញមតិនៅខាងក្រោមវីដេអូនេះផងដើម្បីកែលម្អអរគុណកុំភ្លេចជួយចុច like comment និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ